ngàyนี้bạn bằng hàng vì video đã nhầmធ្វើការរងថ្ងៃគឺសកម្មភាពធ្វើការពេលដែលខ្ញុំដាក់ចំណីរួចហើយចង់បង្ហាញពីសัตว์គោខ្លះតែទ្រង់គោនេះវាអត់ធំបានទេបើឃើញពិតវារាងធំដែរតែថតចឹងវាទៅដូចតូចបើសិនតាអាក្រោលនៅកន្លែងមួយទៀតបានធំមកបងណា farm មួយទៀតធំជួយមកអានេះកាន់តែជាប្រភេទគោជប៉ុនគោថ្លៃណាហើយគុំគោនេះវាចូលប្រហែល50ក្បាលបងប្អូនទាំងតូចទាំងធំទាំងកបីទាំងអីបើដល់ជាមនៅនេះរឹបរយរឹបដល់ต้องរយហើយបែបធម្មជាតិគឺវានៅតំបន់ស្រុកស្រែបងប្អូនហើយធាតុអាកាសក៏ក្តៅដែរឃើញតែតំបន់ស្រុកស្រែមែនវាអត់សូវមានដើមឈើមកទេនៅកញ្ចនបុរីនោះណាប៉ុន្តែគេខំប្រឹងដាំតែក្តៅហើយទេសភាពគឺស្អាតមែនទេហើយផ្ទះជោគរបស់នោះគេដាំឈើតិចតូចបងប្អូនតែដើមថ្លៃដែរហើយមើលទេសភាពស្អាតតិចស្រើពេលល្ងាចហ្នឹងបើពេលខ្លាំងក្តៅជួយមកហើយប្រភេទធីមគោពើខ្មៅគឺប្រភេទគោស្តេកគោជប៉ុនក្នុងគឺពើសគោស្រែលាគោថៃទេហើយគោទាំងអស់វានេះដែរហើយខ្ញុំការងារខ្ញុំរួចខ្ញុំក៏ដើរដាក់ចំបើងដើរបើទឹកបើអីដាក់ចំណីរួចណានេះដាក់ចំណីរួចហើយបានដាក់ចំបើងហើយអានេះខ្ញុំថតពីក្រោយថតទេសភាពបងមើលថាទឹកដីនោះណាវាមកខ្ញុំធ្វើការរងថ្ងៃវាមកប៉ុន្តែវាស្រួលមួយយ៉ាងគាត់អត់មុនញ៉ៃប៉ុន្តែប៉ះមាត់មួយយ៉ាងដែរពេលខ្លះប៉ះមាត់អត់សោះដែរបងប្អូនអើយធុញដែរចង់ទៅតាផ្ទះដែរពេលប៉ះមាត់ម្ដងតាមនឹងធ្វើមិនបើការងារយើងវាអញ្ចឹងហើយយើងត្រូវទៅស៊ូដើម្បីលុយដើម្បីកូនដើម្បីក្រុមគ្រួសារពេលខ្លះចង់ឈប់ម្ដងដែរណាប៉ុន្តែគាត់អត់ថាខ្លាំងទេតែថាតិចប៉ុន្តែចុកណាបងប្អូនបានទេពួកគេចេះដឹងមែនតែគេអត់ជេរថាយល់ទេតែប្រាប់ឲ្យយើងតុកយើងឈឺបើយើងខុសហើយអាការងារដែលយើងធ្វើរឹបរយអត់ខុសតែខុសតែម្ដងប៉ះមុតចុយមក